វីដេអូនេះគឺយើងរៀនអំពីការសំពះខ្មែរសំពះខ្មែរគឺយើងមាន5បែបហើយបែបនីមួយៗគឺផ្សេងគ្នាហើយមានគោលដៅនិងគោលបំណងផ្សេងគ្នាអញ្ចឹងសំពះខ្មែរនៅបែបទី1សំពះបែបទី1គឺយើងផ្គុំចុងម្រាមដៃកណ្ដាលចំនឹងដើមទ្រូងឬក៏ចំនឹងដើមទ្រូងអញ្ចឹងចំពោះការសំពះដែលផ្គុំចុងម្រាមដៃចំនឹងដើមទ្រូងគឺសម្រាប់សំពះវ័យដែលមានស្មើគ្នាឬក៏មិត្តភក្តិសំពះបែបទី2គឺយើងផ្គុំចុងម្រាមដៃកណ្ដាលចំនឹងមាត់កម្ពស់វាចំនឹងមាត់សំពះទី2នេះគឺមានបំណងសម្រាប់សំពះវ័យដែលមានចាស់ជាងឋានៈធំជាងឬចៅហ្វាយនាយរបស់យើងឧទាហរណ៍ដូចជាយើងសំពះបងថៅកែឬក៏អ្នកដែលមានអាយុច្រើនជាងយើងសំពះបែបទី3គឺកម្ពស់ចុងម្រាមដៃកណ្ដាលចំនឹងច្រមុះការសំពះនេះក្នុងគោលបំណងឬក៏មានសារៈសំខាន់គឺសំពះចំពោះមេត្តាបិតាជីដូនជីតាឬគ្រូបាអាចារ្យឧទាហរណ៍ដូចជាការសំពះជាមួយនឹងឪពុកម្ដាយរបស់យើងជីដូនជីតារបស់យើងឬក៏លោកគ្រូអ្នកគ្រូដែលគាត់ជាអ្នកបង្រៀនយើងការសំពះបែបទី4គឺយើងផ្គុំចុងម្រាមចំនឹងចិញ្ចើមរបស់យើងដូចនៅក្នុងរូបនេះហើយគោលបំណងនៃការសំពះបែបទី4ផ្គុំត្រឹមចិញ្ចើមគឺសម្រាប់សំពះព្រះមហាក្សត្រព្រះសង្ឃឬវត្ថុស័ក្តិសិទ្ធិជាទីសក្ការៈនឹងកូនស្គាល់ហើយចំពោះព្រះសង្ឃវត្ថុស័ក្តិសិទ្ធិជាទីសក្ការៈអីហ្នឹងហើយព្រះមហាក្សត្រអីហ្នឹងចាសំពះបែបទី5គឺបង្គំចុងម្រាមកណ្ដាលឲ្យខ្ពស់ចិញ្ចើមខាងលើយើងធ្វើដូចតាមរូបហ្នឹងហើយការសំពះហ្នឹងគឺសម្រាប់សំពះចំពោះព្រះពុទ្ធទេវតាឬការបួងសួងសុំផ្សេងហ្នឹងចាអញ្ចឹងយើងស្គាល់ហើយការបួងសួងចាអញ្ចឹងវីដេអូនេះការសំពះខ្មែរមាន5បែបនេះគឺចប់តែប៉ុណ្នេះសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ